สุดท้ายบางคนต่อเคลียร์แต่ต้องเหมือนในวิดีโอนี้พังได้คือโยมหนึ่งปรับบางคนเทคนิคในการปรับให้ทำให้ไอชับบานบักมอนิไทยเราเลยจะเหมือนใน Facebook Page จังบางคนอ่านว่าตามวิดีโอนี้คือโยมทันเดียไทยจีมาขายบางคนไอเราเลยบานในสำคัญอ้อยตัดเนยใช่ไหมบัดสันจะยังอัตเนยแต่ยังเรียนบานติยังเรียนเฉลี่ยเป็นติเตอร์สำหรับการอ่านวัตเฟอร์วีจังก็น่าโอเคอะไรยังโจไม่เรียนบางยังต่อเคลียร์สวัสดีบางคนต่อគ្នាសូមស្វាគមន៍មកកាន់មេរៀនរបស់យើងតកតងជាមួយនឹងមេរៀននេះផងដែរគឺពិសេសខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ចង់រកលុយតាម page ad break អញ្ចឹងណាអញ្ចឹងបងប្អូនបើសិនជាមានពេលទំនេរអាចមើលវីដេអូនេះឲ្យចប់បានដោយសារតែនេះគឺជាចំណេះដឹងថ្មីសម្រាប់យើងចង់ប្រើប្រាស់ page ធ្វើម៉េចឲ្យឆាប់គ្រប់គោលការណ៍អញ្ចឹងណាឥឡូវខ្ញុំសូមលើកឧទាហរណ៍ហើយនឹងអនុវត្តឲ្យបងប្អូនមើលតកតងជាមួយនឹង page សំទោសតកតងជាមួយនឹង page ដែលយើងអាចរកលុយតាម ad break បានណាអញ្ចឹងជំហានទី1និងជំហានទី2និងជំហានទី3សម្រាប់មេរៀននេះគឺខ្ញុំបញ្យល់បងប្អូនគឺមាន3ដំណាក់កាលដំណាក់កាលទី1ដំណាក់កាលទី2និងដំណាក់កាលទី3អញ្ចឹងដំណាក់កាលទី1គឺវាមានទម្រង់បែបណាដំណាក់កាលទី2ទម្រង់បែបណាទី3បែបណាគឺខ្ញុំនឹងបញ្យល់ក្នុងវីដេអូនេះទាំងអស់អញ្ចឹងខ្ញុំអត់លាក់ក្បាច់ទេគឺខ្ញុំអនុវត្តខ្លួនឯងរយៈពេលប្រហែលជាមួយខែបើខ្ញុំនិយាយថាធានារយៈពេលមួយខែបងប្អូនច្បាស់ជារកលុយបានតាម page អីដោយសារអីដោយសារខ្ញុំអនុវត្តខ្លួនឯងផ្ទាល់ហ្មងហើយមួយទៀតខ្ញុំស្វែងយល់វាច្រើនដោយសារមួយថ្ងៃមុនអីចូលមួយឆ្នាំមិនដឹងខ្ញុំបិទពីរបៀបការរកលុយបិទពីរបៀបបង្រៀនការរកលុយតាម page ដោយសារតែវាមានបញ្ហាទៅលើការដាក់ VPN ញ៉ៃពេកទៅខ្ញុំខ្ជិលអញ្ចឹងឥឡូវឮថាបើកបើករកលុយបាននៅខ្មែរហើយអញ្ចឹងបានខ្ញុំចាប់ផ្ដើមធ្វើវាវិញហើយខ្ញុំចូលមើលជាក់ស្ដែងគឺបើករកលុយបាននៅខ្មែរពិតមែនហើយក៏ខ្ញុំបានដាក់កាតបានដែរអញ្ចឹងឥឡូវខ្ញុំសូមលើកឧទាហរណ៍ទី1ហើយនឹងដំណាក់កាលទី1ឲ្យបងប្អូនមើលនេះគឺជាដំណាក់កាលទី1សម្រាប់ការប្រើប្រាស់ page ណានេះបងប្អូនកន្លែងនេះគឺវាសរសេរថាវាអបអរសាទរ page របស់យើងគឺយើងទីតាំងរបស់យើងនិង page របស់យើងគឺយើងអាចរកចំណូលបានពី page ហើយយើងអាចអនុវត្តបាននៃការរកចំណូលអញ្ចឹងណាអញ្ចឹងបើសិនជាវាអាចរកលុយបានទេគឺកន្លែងនេះវាអាចដាក់ថាมันអាចរកលុយបានជាមួយនឹងប្រទេសរបស់យើងទេតែឥឡូវនេះគឺវាបានដាក់បែបនេះគឺមានន័យថា page របស់យើងអាចរកលុយបានប្រទេសរបស់យើងគឺអាចរកលុយបានតាម Facebook Ad Break អីអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនបារម្ភច្រើនបងប្អូនបើចាំអនុវត្តធ្វើវាសម្រាប់អ្នកនៅខ្មែរបងប្អូនបារម្ភច្រើនអាចធ្វើក្រៅប្រទេសដាក់ VPN ធម្មតាតែសម្រាប់ខ្ញុំគឺខ្ញុំខ្ជិលប្រើ VPN ណាគឺយើងអនុវត្តធ្វើវាយកបដ ாய் អញ្ចឹងណាអញ្ចឹងបញ្ជាក់បងប្អូនតាក់ទងជាមួយនឹងមេរៀននេះផងដែរមេរៀនរបស់ខ្ញុំទាំងអស់គឺសុទ្ធតែខាងខ្ញុំដាក់ជា IP ខ្មែរជាដាក់កាតខ្មែរបើបងប្អូនអត់ចង់ធ្វើវាទេគឺអូសរំលងទៅអត់បញ្ហាទេអញ្ចឹងណាគ្រាន់តែនេះគឺជាចំណេះដឹងមួយដែលខ្ញុំអនុវត្តធ្វើវាជាក់ស្ដែងឲ្យបងប្អូនមើលតែប៉ុណ្ណឹងអញ្ចឹងណាអូខេឥឡូវកន្លែងនេះខ្ញុំបញ្ជាក់ឡើងវិញគឺវាបានបញ្ជាក់ថាប្រទេសរបស់យើងគឺអាចរកចំណូលពីប្រទេសខ្មែរបានហើយមានន័យថាប្រទេសកម្ពុជាគឺបើកសិទ្ធិឲ្យរកលុយពី Facebook Ad Break បានហើយអញ្ចឹងណាប៉ុន្តែអាចនឹង Facebook Ad Break ហ្នឹងបើកបាន Reel Photo Story ហើយនឹងវីដេអូខ្លីៗហើយប៉ុន្តែវីដេអូវែងដូចជាអត់ទាន់មានសិទ្ធិរកលុយបានព្រោះអីពេលដែលខ្ញុំផុសវីដេអូវែងគឺអត់ឃើញមានពាណិជ្ជកម្មអញ្ចឹងណាអញ្ចឹងបានខ្ញុំសន្និដ្ឋានថាអាចនឹងវាអត់ទាន់ឲ្យរកលុយតាមin-stream ad មានន័យថាវីដេអូវែងណាវាប្រហែលជាអត់ទាន់រកលុយបានតាមវីដេអូវែងទេព្រោះអីខ្ញុំផុសវីដេអូវែងសាក់មើលគឺវាអត់ឃើញមានពាណិជ្ជកម្មទេតែវារកលុយបានទៅលើរូបភាពរកលុយបានទៅលើ story ហើយនឹងវីដេអូខ្លីៗប៉ុណ្ណឹងឯងអញ្ចឹងណាអូខេបើបងប្អូនយល់ឃើញផ្សេងគឺបងប្អូនអាចធ្វើតាមបងប្អូនទៅអញ្ចឹងណាអូខេឥឡូវយើងចូលមកកន្លែងនេះឲ្យបងប្អូនមើលសម្រាប់page នេះផងដែរគឺយើងអត់ទាន់បានធ្វើវាអីឲ្យលម្អិតទេដោយសារអីដោយសារខ្ញុំទុកវាចោលព្រោះរវល់ច្រើនពេកអញ្ចឹងណាអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់ឲ្យបងប្អូនមើលនេះគឺជាកន្លែង subscribe កន្លែង content monetize អ្វីដែលសំខាន់គឺ content monetize នេះបងប្អូនបើសិនជា content monetize នេះវាបើកគឺមានន័យថាយើងមានសិទ្ធិមានន័យថា content monetize នេះវាចេញ set up ចេះគឺយើងមានសិទ្ធិរកលុយបានហើយអញ្ចឹងណាអញ្ចឹងនេះគឺជាដំណាក់កាលទី1មានន័យថាដំណាក់កាលទី1គឺវាជាប់សោបែបនេះ
វាជាប់សោបែបនេះដោយសារអីដោយសារតែ page របស់ខ្ញុំទុកវាចោលហើយអត់បានធ្វើវាតាក់ទងជាមួយនឹងវីដេអូគឺអត់ដែរផុសនិយាយរួមទៅគឺអត់សូវមានសកម្មភាពជាមួយនឹង page នឹងសោះតែម្ដងទៅវាជាប់សោបែបនេះទៅវាជាប់សោបែបនេះអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យវាបើកសោវិញដំណាក់កាលទី2ចង់ឲ្យវាបើកសោវិញគឺយើងព្យាយាមផុសវីដេអូព្យាយាមធ្វើតាមការណែនាំរបស់វាកន្លែងនេះរយៈពេលមួយសប្តាហ៍នេះយើងព្យាយាមធ្វើវារាល់ដងមួយសប្តាហ៍យើងធ្វើមិនឲ្យគ្រប់គោលការណ៍ដូចខ្ញុំបរៀនវីដេអូមុនណាធ្វើមិនឲ្យគ្រប់គោលការណ៍កន្លែងនេះឲ្យគ្រប់គោលការណ៍មួយចំណុចទី1ទី2ទី3ទី4រហូតដល់ទី5ដែលវាបានដាក់ហ្នឹងឲ្យគ្រប់រាល់មួយសប្តាហ៍គឺធ្វើវាឲ្យគ្រប់រហូតអញ្ចឹងមួយសប្តាហ៍គឺវាផុតកំណត់ម្ដងណាកន្លែងនេះយើងព្យាយាមធ្វើវាឲ្យចប់ទៅបើសិនជាយើងធ្វើយូរទៅកន្លែងនេះនឹងលោតដោះសោហើយកន្លែងនេះនឹងលោតដោះសោយើងហើយឥឡូវខ្ញុំឲ្យបងប្អូនមើលគំរូដែលលោតដោះសោចឹងនេះចឹង page របស់ខ្ញុំមួយនេះជាមួយខ្ញុំរកមើលអានេះក៏អាចរកលុយបានដែរតាក់ទងមួយនឹងនេះបងប្អូនកន្លែងនេះគឺវាលោតដោះសោយើងមានន័យថាយើងចូលដំណាក់កាលទី2ហើយដំណាក់កាលទី2នេះយើងវាយលុកវាទៅយើងព្យាយាមផុសវីដេអូព្យាយាមអីឲ្យច្រើនផុសរូបភាពធ្វើសកម្មភាពនៅ page របស់យើងឲ្យច្រើនទៅតាមមួយសប្តាហ៍ដែលវាដាក់ target ឲ្យយើងដែលវាដាក់របាយការណ៍យើងធ្វើអញ្ចឹងណាអញ្ចឹងពេលដែលយើងព្យាយាមធ្វើវាទៅគឺកន្លែងនេះគឺវាដោះសោយើងហើយអញ្ចឹងមានន័យថាយើងអាចមានឱកាសហើយក៏មានសង្ឃឹមនឹងរកចំណូលបានដែរតែអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើកន្លែង content monetize នេះបងប្អូន content monetize នេះគឺសំខាន់មែនទែនបើសិនជាបងប្អូនព្យាយាមធ្វើវាកន្លែង content monetize នេះអាចនឹង load set up នេះបងប្អូន set up ឲ្យយើងដូច star ហ្នឹងប៉ុន្តែ star អីហ្នឹងអត់សំខាន់ទេហើយឥឡូវនេះក៏អត់សំខាន់ដែរអញ្ចឹងណាអញ្ចឹងអ្វីដែលសំខាន់គឺនេះ content monetize នេះអញ្ចឹងគេហៅថា CM ហ្នឹងគឺពិសេសខ្លាំងមែនទែនពេលដែលបងប្អូនព្យាយាមធ្វើវាយូរទៅគឺវា load នៅកន្លែងនេះគឺយើងអាច set up រកលុយបានធម្មតាអញ្ចឹងយើងនៅខ្មែរគឺយើងអាចរកចំណូលបានហើយដោយសារអីកន្លែងនេះគឺវាបានប្រាប់យើងហើយថា page របស់យើងអាចរកចំណូលបានហើយសម្រាប់ទីតាំងរបស់យើងបើបងប្អូនយល់ឃើញផ្សេងគឺតាមនឹងទៅអាស្រ័យលើបងប្អូនទេអញ្ចឹងណាអញ្ចឹងអ្វីដែលយើងព្យាយាមធ្វើគឺនេះត្រង់នេះធ្វើម៉េចឲ្យគ្រប់គោលការណ៍នៅត្រង់នេះព្យាយាមធ្វើរាល់សប្តាហ៍ឲ្យយូរបានបន្ទុកច្រើននេះកន្លែងនេះធ្វើម៉េចឲ្យបានពៀនច្រើនតិចទៅវាឲ្យលក្ខណៈថាឲ្យពៀនមកយើងច្រើនអញ្ចឹងទៅយើងអាចមានសិទ្ធិរកចំណូលបានហើយសំខាន់គឺតស៊ូធ្វើវាក្នុងមួយសប្តាហ៍គឺធ្វើម្ដងក្នុងមួយសប្តាហ៍ធ្វើមួយថ្ងៃក៏បានដែរធ្វើម៉េចឲ្យតែបានគ្រប់ក្នុងមួយថ្ងៃបងប្អូនធ្វើមកគ្រប់អានេះក៏បានអត់បញ្ហាទេឲ្យតែពូកែធ្វើវាចឹងដល់ដំណាក់កាលអានេះគឺជាដំណាក់កាលទី2ទេដែលវាបើកសោដំណាក់កាលទី3នេះគឺជាដំណាក់កាលទី3ឥឡូវខ្ញុំឲ្យបងប្អូនមើលដំណាក់កាលទី3ពេលដែលខ្ញុំព្យាយាមធ្វើវារយៈពេលមួយសប្តាហ៍សំទោសរយៈពេលមួយខែពេលដែលខ្ញុំព្យាយាមធ្វើវារយៈពេលមួយខែគឺវាចូលដំណាក់កាលទី3ហ្នឹងហ្មងអានេះអត់បញ្ហាទេឧទាននេះដោយសារតែខ្ញុំបានស្នើដាក់កាតប៉ុន្តែរយៈពេលប្រហែលជា7ថ្ងៃ8ថ្ងៃអីឬក៏10ថ្ងៃអីបានវាធម្មតាវិញព្រោះអីវាពិនិត្យមើលទៅលើកាតយើងសិនអញ្ចឹងណាអញ្ចឹងនេះគឺជាដំណាក់កាលទី3បងប្អូនដំណាក់កាលទី3គឺវាដំណាក់កាលទី1គឺវាជាប់សោកន្លែងនេះអញ្ចឹងដំណាក់កាលទី2គឺវាដោះសោបែបនេះអញ្ចឹងចូលដំណាក់កាលទី3ពេលដែលយើងធ្វើគ្រប់គោលការណ៍របស់វាហើយមានន័យថាគ្រប់គោលដៅដែលវាបានកំណត់ហើយយើងព្យាយាមធ្វើហើយគឺវា load កន្លែងនេះឲ្យខ្ញុំ set up អញ្ចឹងកាលណាដែលខ្ញុំអាច set up បានហើយគឺវា load ចេញជាដុល្លារចំនួនលុយវាឲ្យចំនួនលុយដែលយើងឃើញនេះអញ្ចឹងបងប្អូនអ្វីដែលខ្ញុំ set up
គឺខ្ញុំ set up content មួយនៃថៃនឹងទេបើ star អីហ្នឹងគឺខ្ញុំអត់ធ្វើវាទេព្រោះវាអត់ប្រយោជន៍ទេសំខាន់គឺ content មួយនៃថៃនេះគឺវា free និយាយរួមទៅគឺវាគេហៅថាដូច 3 in 1 ហ្មងព្រោះអីវាមានទទួលបានចំណូលទាំងវីដេអូខ្លីៗទទួលបានចំណូលទាំងរូបភាពហើយនឹង story អីអញ្ចឹងណានេះបងប្អូនពេលដែលចូលដំណាក់កាលទី3គឺយើងអាចស្នើបានហើយអញ្ចឹងអ្វីដែលសំខាន់គឺបងប្អូនព្យាយាមធ្វើវាទៅតាមដែលខ្ញុំប្រាប់ទៅក្នុងមួយសប្តាហ៍គឺធ្វើឲ្យកន្លែងដែលវាដាក់របាយការណ៍យើងឲ្យជាប់ថ្ងៃទៅឲ្យជាប់ចំនួនទៅតែបើវា complete ពេញអស់ហើយចូលថ្មីទេចូលសប្តាហ៍ថ្មីចាំយើងអនុវត្តធ្វើតទៀតអញ្ចឹងណាអញ្ចឹងកាលណាដែលបងប្អូនព្យាយាមធ្វើវាអាចនឹង set up ឲ្យយើង set up ហើយមួយទៀតបងប្អូនខ្ញុំសូមប្រាប់បន្តិចឥឡូវនេះគឺវាអត់មានចាញ់កន្លែងដូចអាសេរីមុនទេអា InStream ADS ហ្នឹងទេអាសេរីមុនហ្នឹងវាមានលោតសញ្ញាឲ្យយើងដឹងថាមានអ្នកមើលចំនួនប្រមាណចិត្តដល់ target អញ្ចឹងណាចិត្តដល់គោលដៅវាមានប្រហែល10000អ្នកមើលហើយនឹង follow ប្រហែលអ្នកគ្រប់គោលការណ៍វាមានពីមុនណាតែឥឡូវអត់មានទេអ្វីដែលវាលុតសញ្ញាយើងគឺ Facebook វាមើលទៅលើ page របស់យើងសកម្មឬអត់បើសិនជា page របស់យើងសកម្មព្យាយាមធ្វើតាមគោលការណ៍របស់វាត្រឹមត្រូវគឺច្បាស់ណាស់វាអាចនឹងឲ្យយើង set up ចឹងបងប្អូនមិនបាច់បារម្ភទេសំខាន់គឺព្យាយាមធ្វើវាទៅព្យាយាមវាយលុកនៃវីដេអូធ្វើម៉េចឲ្យវាគ្រប់គោលដៅនៃ Facebook ទៅគឺវាលោតឲ្យហើយអញ្ចឹងណាដូចខ្ញុំប្រាប់អញ្ចឹងអ្វីដែលមើលគឺមើលទៅលើកន្លែងដោះសោហ្នឹងហើយដំណាក់កាលទី2គឺវាអត់ជាប់សោទេដំណាក់កាលទី3គឺ set up អញ្ចឹងគឺយើងមើលត្រង់ហ្នឹងវិញណាឲ្យតែយើងសកម្មជាមួយ page ហ្នឹងមិនបាច់បារម្ភទេបងប្អូនហើយចំណុចមួយទៀតដែលខ្ញុំត្រូវបញ្យល់ហ្នឹងគឺខ្មែរយើងរកចំណូលបានទៅលើរូបភាព reel វីដេអូខ្លីៗហើយនឹងអក្សរការសរសេរ caption អីចឹងណាហើយមួយទៀតគឺ story យើងអញ្ចឹងបាន4ដំណាក់កាលនេះតែតកតងមួយនឹងវីដេអូវែងដូចជាអានឹងតាមយោបល់របស់ខ្ញុំទេបើបងប្អូននេះជាកំណត់របស់ខ្ញុំទេបើបងប្អូនគិតបែបណានោះគឺអាស្រ័យលើបងប្អូនទេអញ្ចឹងណាបើវីដេអូវែងខ្ញុំគិតថារកចំណូលអត់ទាន់បានព្រោះអីវាអត់ទាន់មានឃើញចេញពាណិជ្ជកម្មដូចរបស់គេនៅក្រៅប្រទេសអញ្ចឹងណាចឹងខ្ញុំគិតថាខ្មែរយើងរកបានតែ4មុខនឹងសិននេះដោយសារអីអាចនឹង Facebook វាតេស្តមើលសិនថាភាគរយនៃការប្រើប្រាស់មិនទៅគឺយើងប្រហែលជាបែបហ្នឹងណាបងប្អូនអូខេតកតងជាមួយនឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេបើបងប្អូនតនេច្រើនមានពេលវេលាគ្រប់គ្រាន់បងប្អូនអាចធ្វើវាបានហើយអ្វីដែលសំខាន់កុំតែខ្ជិលទៅបានហើយនិយាយរួមទៅការងារនេះកុំតែខ្ជិលធ្វើវាបើយើងឆាប់បោះបង់ពេកគឺរៀងពិបាកតិចឯងអ្វីដែលសំខាន់គឺយើងព្យាយាមធ្វើវាហើយយើងកុំគិតរឿងចំណូលខ្លាំងពេកគិតរឿងវីដេអូហើយនឹង page របស់យើងឲ្យធ្វើម៉េចឲ្យឆាប់ផ្ទុះអញ្ចឹងខាងខ្ញុំមានជាក្រុមរៀនណាបងប្អូនក្រុមមេរៀនហ្នឹងគឺខ្ញុំបានផុសនៅក្នុង page ហើយនេះបងប្អូននេះជាក្រុមបងប្អូនក្រុមទី1គឺជាក្រុមមេរៀននេះគឺបងប្អូនអាចចុចចូលបានទាំងអស់ក្រុមទី1គឺជាក្រុមសំណួរចម្លើយបងប្អូនអាចភាសាគ្នានិយាយអ្នកដែលគាត់ចេះអីគាត់អាចជួយប្រាប់ក្នុងនឹងបន្ថែមអីអញ្ចឹងទៅហើយយើងអាច share គ្នាទៅវិញទៅមកសម្រាប់ក្រុមទី1ក្រុមទី2គឺខ្ញុំបញ្យល់មេរៀនផ្សេងៗដែលខ្ញុំ free ឲ្យបងប្អូនអញ្ចឹងណាហើយទី3គឺជាក្រុមដែលយើងអាច share page យើងចូលបានណាអូខេអរគុណបាយបាយជូនពរជោគជ័យលើវិស័យនេះទាំងអស់គ្នាណាបាយបាយខ្ញុំអាចនិយាយបានថាផ្នែក social media គឺជាដៃស្ដាំសម្រាប់យើងលក់លើអនឡាញបើសិនជាបងប្អូនមិនចេះផ្នែកហ្នឹងទេគឺយើងមិនអាចធ្វើទីផ្សារទាន់គេទេបើយើងលក់នៅលើអនឡាញគឺយើងបាន25ខេត្តក្រុងតែបើសិនជាយើងលក់មួយកន្លែងគឺយើងបានតែមួយខេត្តដែលយើងបានលក់ទេបើបងប្អូនមានចំណាប់អារម្មណ៍ទាក់ទងមួយនឹងការរៀនផ្នែក social media បងប្អូនអាចឆាតមកនាងខ្ញុំផ្ទាល់បានមានបរិញ្ញាច្រើនផ្នែកសម្រាប់បងប្អូនជ្រើសរើសមានទាំងវគ្គ boot page boot TikTok មាន boot ផ្សេងៗទៀតទៅលើការលក់លើអនឡាញហើយមួយវិញទៀតគឺមានវគ្គកម្មបានពីក្រៅប្រទេសបោះដុំនិងលក់រាយយើងអាចយកមកលក់បន្តក៏បានដែរតម្លៃ$1 $2ក៏បងប្អូនអាចទិញបានដែរបើបងប្អូនមានចំណាប់អារម្មណ៍សូមឆាតមក Facebook នៃខ្ញុំផ្ទាល់ឈ្មោះលៀមសូយ៉ា